រឿងឧបាសកត្រជាខ្មៅអ្នកណារសាធម៌តែងរក្សាអ្នកនោះវិញសម័យថ្ងៃមួយព្រះមហាកច្ចាយនៈដ៏មានអាយុលោកគង់នៅលើភ្នំឬវត្តៈក្នុងនគរកុរខេរៈត្រង់អន្តិជនបទមានឧបាសកត្រជាខ្មៅម្នាក់ឈ្មោះថាសោណៈជ្រះថ្លាដឹងធម្មិកថារបស់ព្រះថេរៈចង់បួសព្រះថេរៈខ្វាត់ថាមនាលសោណៈការប្រព្រឹត្តធម៌ដ៏ប្រសើរនេះជាការលុបបាកមានតែភ័ណ្ឌមួយពេលដេកនៅតែម្នាក់ឯងរហូតអស់មួយជីវិតកនមានសេចក្តីជ្រះថ្លាខ្លាំងណាស់ក្នុងព្រះភ្នោះអត់ទ្រាំមិនបានក៏ចូលទៅអង្វររកសុំបួសជាគម្រប់3ដងនៅក្នុងប្រទេសតេកណាបឋជនបទជាប្រទេសដែលមានភិក្ខុតិចលុះបួសហើយបាន3វស្សាចូលទៅនមស្ការថ្វាយបង្គំព្រះសាស្តាទើបលោកលាព្រះឧបជាទៅតាមបណ្ដាំរបស់លោកទៅដល់វត្តចេតពុនចូលទៅថ្វាយបង្គំព្រះសាស្តាព្រះអង្គទ្រង់ធ្វើបដិសន្ធារកិច្ចហើយទ្រង់អនុញ្ញាតឲ្យនៅក្នុងគន្ធកុដជាមួយព្រះអង្គលុះជប់ជ្រៅបន្តិចកន្លងទៅព្រះសាស្តាទ្រង់អារាធនាឲ្យធ្វើបទសារភែងថ្វាយព្រះអង្គស្ដាប់ក្នុងបច្ចុប្បន្នសម័យលុះចប់បទសារភែងហើយព្រះអង្គទ្រង់អនុមោទនាយ៉ាងក្រៃលែងចំពោះសោណភិក្ខុនោះហើយទ្រង់ប្រទានសពសាធុការពោលថាសាធុសាធុចាប់តាំងពីពួកទេវតានាគនិងគ្រុឌដែលស្ថិតនៅលើដីរហូតដល់ព្រហ្មលោកជួយឲ្យពោលសពសាធុការដល់សោណភិក្ខុតាមព្រះសាស្តាដែរខណៈនោះទេវតាដែលអាស្រ័យនៅក្នុងផ្ទះមហាឧបាសិកាជាម្ដាយរបស់លោកក្នុងនគរកុរខេណនគរចម្ងាយ120យោជន៍អំពីវត្តចេតពុនក៏បានឲ្យពោលសពសាធុការយ៉ាងខ្លាំងគ្រានោះនាងឧបាសិកាសួរថានរណាឲ្យសាធុការពោលនេះទេវតាប្រាប់ថាមនាលប្អូនស្រីខ្ញុំណានាងចុះលោកជាអ្វីខ្ញុំជាទេវតាស្ថិតនៅក្នុងផ្ទះនេះពីមុនក៏លោកមិនឲ្យពោលសពសាធុការពោលដល់ខ្ញុំស្រាប់តែថ្ងៃនេះក៏ឲ្យដូច្នេះព្រោះហេតុអ្វីទៅទេវតាប្រាប់ថាខ្ញុំមិនឲ្យសាធុការពោលដល់នាងទេបើដូច្នោះចុះលោកឲ្យដល់អ្នកណាទេវតាថាឲ្យដល់កណ្ដេកណ្ដសនធេជាបុត្ររបស់នាងចុះកូនខ្ញុំធ្វើអ្វីបានជាលោកឲ្យពោលសពសាធុការទេវតាប្រាប់ថាកូននាងគង់នៅក្នុងកន្ធកុដជាមួយនឹងព្រះសាស្តាក្នុងថ្ងៃនេះហើយសម្ដែងធម៌ថ្វាយព្រះអង្គទ្រង់ព្រះសណ្ដាប់ធម៌កូនរបស់នាងទ្រង់ជ្រះថ្លាឲ្យសាធុការពោលព្រោះហេតុនោះហើយបានជាខ្ញុំឲ្យសាធុការពោលដល់កូនរបស់នាងព្រោះថាគ្រប់កន្លែងទាំងអស់ទទួលសាធុការពោលព្រះសម្មាសម្ពុទ្ធតាំងពីទេវតាស្ថិតនៅលើផែនដីដល់ព្រហ្មលោកមហាឧបាសិកាសួរថាបបិទ្ធលោកទេវតាកូនខ្ញុំសម្ដែងធម៌អ្វីថ្វាយព្រះសាស្តាឬថាព្រះអង្គសម្ដែងធម៌បានដល់កូនខ្ញុំទេវតាប្រាប់ថាកូននាងសម្ដែងធម៌ថ្វាយព្រះអង្គកាលទេវតាប្រាប់ដូច្នោះនាងឧបាសិកាកើតបេតិទាំង5ផ្សាយទៅសពសរីរៈទាំងមូលលំដាប់នោះនាងឧបាសិកាត្រេះរិះថាបើកូនរបស់អញនៅក្នុងកន្ធកុដជាមួយនឹងព្រះសាស្តាហ៊ានសម្ដែងធម៌ថ្វាយព្រះអង្គមុខជាអាចសម្ដែងធម៌ដល់អញដែរកាលបើលោកនិមន្តមកវិញអញនឹងនិមន្តឲ្យសម្ដែងធម៌មិនខានចំណែកព្រះសោណធេកាលព្រះសាស្តាទ្រង់ប្រទានសាធុការពោលរួចហើយគិតថាការនេះជាការគួរដើម្បីក្រាបទូលនៅពាក្យបណ្ដាំដែលព្រះឧបជារបស់អាត្មាអញផ្ដាំមកហើយក៏ទូលសុំពរ5ប្រការនិងព្រះមានព្រះភិក្ខដើម្បីឧបសម្បត្តិដោយគណៈសង្ឃ5អង្គមានព្រះវិន័យធម៌ជាប្រធានក្នុងបច្ចន្តជនបទទាំងឡាយព្រះអង្គក៏ទ្រង់ប្រទានពរ5ប្រការនោះរួចហើយនៅក្នុងសំណាក់ព្រះសាស្តាអស់ពី3ថ្ងៃលុះរលឹកព្រះឧបជាក៏ចូលទៅថ្វាយបង្គំលាព្រះសាស្តាចេញអំពីវត្តចេតពុនត្រឡប់ទៅកាន់សំណាក់ព្រះឧបជាវិញតាមលំដាប់លុះវេលាថ្ងៃព្រឹកឡើងព្រះថេរៈនាំសោណធេនិមន្តទៅបិណ្ឌបាតបានទៅឈរនៅត្រង់មុខទ្វារនៃផ្ទះមហាឧបាសិកាជាមាតាគាត់ឃើញកូនមានចិត្តត្រេកអរថ្វាយបង្គំអង្គាភ័ណ្ឌដោយចិត្តផ្ចង់ហើយសួរថាលោកកូនលោកបាននៅក្នុងកន្ធកុដជាមួយនឹងព្រះសាស្តា
ហើយបានសម្ដែងធម៌ថ្វាយព្រះអង្គស្ដាប់មែនឬទេព្រះថេរៈសួរថាញោមការនេះនរណានឹងនិយាយប្រាប់ញោមមេដាទូលថាបបិទ្ធលោកកូនទេវតាដែលនៅអាស្រ័យក្នុងផ្ទះនេះបានឲ្យសារទៅការពោយ៉ាងខ្លាំងខ្ញុំព្រះករណាសួរថានរណានេះទេវតាប្រាប់ថាខ្ញុំជាទេវតាក្នុងផ្ទះនេះព្រោះហេតុនោះខ្ញុំព្រះករណាបានគិតថាបើលោកកូនហ៊ានសម្ដែងធម៌ថ្វាយព្រះអង្គបានមុខជាអាចហ៊ានសម្ដែងធម៌ដល់ខ្ញុំព្រះករណាដែរលំដាប់នោះមេដានិយាយថាកូនសម្ដែងធម៌អ្វីដល់ព្រះសាស្តាចូលកូនសម្ដែងធម៌នោះឲ្យដល់ខ្ញុំព្រះករណាស្ដាប់ផងហើយឧបាសិកាឲ្យគេធ្វើរឿងមួយយ៉ាងធំរួចកំណត់ថ្ងៃនឹងសម្ដែងធម៌ព្រះថេរៈក៏ទទួលនិមន្តតាមពាក្យសុំរបស់មេដាគាត់ថ្វាយទានចំពោះភិក្ខុសង្ឃទុកស្ត្រីបម្រើម្នាក់ឲ្យនៅចាំផ្ទះរួចនាំជនជាបរិស័ទទៅស្ដាប់ធម៌កូនគាត់នៅក្នុងបារាំងដែលគេធ្វើតាក់តែងស្រេចហើយនៅពេលនោះស្ដាប់តែមានពួកចៅ500នាក់ដែលកយគុណចាំមើលឲ្យតែនាងឧបាសិកានោះចេញពីផ្ទះផុតទៅនឹងចូលទៅលួចចំណែកផ្ទះនាងឧបាសិកាមានកំពែងព័ទ្ធដោយ7ជាន់មានខ្លងទ្វារ7ជាន់គេដាក់ឆ្កែកាយឲ្យនៅចាំគ្រប់កន្លែងទាំងអស់រួចជីកស្នាមភ្លោះត្រង់កន្លែងដែលទឹកធ្លាក់ចុះអំពីដំបូលផ្ទះដាក់សំណភក់ពេញហើយសំណនោះត្រូវក្តៅរលាយដូចជាទឹកពុះដល់ពេលយប់រឹងក៏ក្រៀតថែមទាំងមានចម្រងដែកធំបោះដាក់គ្មានសល់គ្រប់កន្លែងមានការរក្សាដោយរៀបរាប់មកនេះពួកចៅមិនអាចនឹងចូលទៅចិត្តលួចបានដោយសារនាងឧបាសិកានៅក្នុងផ្ទះនោះផងស្រាប់តែនៅក្នុងថ្ងៃនោះវាដឹងថាមហាឧបាសិកាមិននៅវាក៏ជីករូងទម្លាយចូលទៅក្នុងផ្ទះតាមចំណែកខាងក្រោមនៃសំណភក់នៃរូងដែកលុះចូលទៅមិនឃើញមហាឧបាសិកាវាប្រើមេចៅម្នាក់ប្រាប់ថាបើមហាឧបាសិកានោះឮដំណឹងថាពួកយើងចូលទៅផ្ទះនេះគាត់ត្រឡប់មកផ្ទះវិញចូលអ្នកឯងសម្លាប់យ៉ាងដាវនេះឲ្យស្លាប់មេចៅនោះទៅឈរនៅក្នុងទីជិតនៃមហាឧបាសិកានោះពួកចៅក៏អុចប្រទីបបំភ្លឺខាងក្នុងផ្ទះហើយបើកទ្វារបន្ទប់ដែលទុកគេហបណៈនាងជាសីឃើញពួកចៅក៏រត់ទៅជម្រាបមហាឧបាសិកាថាមានពួកចៅចូលទៅលួចក្នុងផ្ទះបើកទ្វារបន្ទប់ដែលដាក់គេហបណៈមហាឧបាសិកាប្រាប់ថាពួកចៅអញ្ជើញយកវត្ថុដែលពួកអ្នកឯងរកស៊ីឃើញចុះខ្ញុំកំពុងស្ដាប់ធម៌ទេសនារបស់គុណខ្ញុំចូលកុំធ្វើសេចក្តីអន្តរាយដល់ធម៌របស់ខ្ញុំនាងឯងទៅផ្ទះវិញប្រាប់យ៉ាងនេះចុះឯពួកចៅបើកបន្ទប់កហបណៈយកអស់រលីងរួចទៅបើកបន្ទប់ដាក់ប្រាក់ទៀតនាងទាសីរត់ទៅជម្រាបមហាឧបាសិកានិយាយប្រាប់ដូចពេលមុនវាទៅបើកបន្ទប់យកប្រាក់អស់ទៀតរួចទៅបើកបន្ទប់ដាក់មាសទៀតនាងទាសីរត់ទៅជម្រាបនាងឧបាសិកាម្ដងទៀតលំដាប់នោះគាត់ហៅនាងទាសីមកប្រាប់ថានាងឯងមកកន្លែងអញច្រើនដងហើយមិនស្ដាប់ពីអញសោះបើទោះបីអញប្រាប់ថាវាចង់យករបស់អ្វីឲ្យវាយកទៅតាមចិត្តចោះកុំឲ្យខូចការស្ដាប់ធម៌របស់អញឥឡូវនេះនាងឯងត្រឡប់ទៅវិញទៅបើមកទៀតអញនឹងធ្វើទោសនាងឯងម្ដងនេះអញនឹងអត់ទោសឲ្យនាងទាសីក៏ទទួលស្ដាប់ធ្វើតាមការបង្គាប់មេចៅដែលនៅជិតនោះបានឮមហាឧបាសិកានិយាយដូច្នោះក៏គិតថារន្ទះនឹងបាញ់បបីក្បាលជនណាដែលយកទ្រព្យស្ត្រីនេះមិនខានលុះគិតដូច្នោះហើយក៏រត់ទៅប្រាប់ពួកចៅទាំងនោះថាណែពួកយើងកុំយកទ្រព្យមហាឧបាសិកានេះចូលទុកទៅវិញទៅឲ្យនៅតាមប្រក្រតីឆាប់ពួកចៅទាំងនោះក៏ដាក់កហបណៈប្រាក់និងមាសតាមកន្លែងដើមវិញតាមពាក្យដែលមេចៅប្រាប់តាមធម្មតាធម៌តែងរក្សានៅជនអ្នកប្រព្រឹត្តធម៌ព្រោះហេតុនោះហើយបានជាព្រះដែលមានព្រះភិក្ខទ្រង់ត្រាស់ថាធម្មោហវេខេតិធម្មចារីធម្មោសុចណោសុខមាវហតិអេសានិសង្សោធម្មេសុចិនេទុគតិងកិច្ចតិធម្មចារីធម៌នឹងឯងតែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌
thọ đại kê sân xóm đói lọ rồi mình ban tịch đi xong ní chi an được xong không thọ đại kê sân xóm đói lọ nè bật bật thọ rồi mình mến tịch canh tốt cái tết hôm tì bụi cháu ban thô đạp thọ tì sân àព្រះថេរៈសម្ដែងព្រះធម៌ដល់ពេលចិត្តភ្លឺលោកបញ្ចប់ធម៌ទេសនាលុះចុះពីធម្មទេសនាមកវិញខណៈនោះមេចៅក្រាបក្បាលទៀបជើងមហាឧបាសិកាសូមខមាទោសនឹងគាត់សួរថាចុះអ្នកមានការដូចម្ដេចមេចៅប្រាប់ថាខ្ញុំបានចងគំនុំបំរុងនឹងសម្លាប់លោកស្រីមហាឧបាសិកានិយាយថាបើដូច្នោះខ្ញុំឲ្យអភ័យទោសឲ្យឯពួកចៅដទៃទៀតក៏និយាយសុំទោសដូចមេចៅដែរហើយនិយាយអង្វរថាបើលោកស្រីអភ័យទោសឲ្យខ្ញុំសូមលោកស្រីមេត្តាអង្វរឲ្យព្រះថេរៈជាបុត្ររបស់លោកស្រីឲ្យខ្ញុំសូមបួសនៅក្នុងសំណាក់លោកផងមហាឧបាសិកាថ្វាយបង្គំហើយនិយាយថាបបិទ្ធលោកកូនពួកចៅទាំងនេះទះថ្លាចំពោះគុណរបស់ខ្ញុំផងចំពោះធម្មកថារបស់លោកកូនផងហើយសូមបួសហេតុនេះសូមលោកកូនបំបួសពួកចៅទាំងនេះផងព្រះថេរៈពោលថាប្រពៃហើយប្រាប់ឲ្យកាត់សម្ពុតដែលពួកចៅទាំងនោះស្លៀកជ្រលក់ដីស្អិតពណ៌ក្រហមរួចបំបួសពួកចៅទាំងនោះឲ្យតាំងទប់នៅក្នុងសិលតាំងពីថ្ងៃបួសរួចហើយព្រះថេរៈឲ្យរៀនកម្មដ្ឋានផ្សេងគ្នាពួកភិក្ខុទាំង900អង្គរៀនកម្មដ្ឋានផ្សេងគ្នាឡើងទៅលើភ្នំមួយអង្គុយនៅក្រោមម្លប់ឈើមួយដើមខំស្មឹងស្មាតសមណធម៌ពេលនោះព្រះសាស្តាកំពុងគយគន់ក្នុងចេតពុនមហាវិហារចម្ងាយ120យោជន៍ទ្រង់ប្រមាណមើលឃើញភិក្ខុទាំងនោះព្រះអង្គកំណត់ធម្មទេសនាតាមចរិតនៃភិក្ខុទាំងនោះហើយផ្សាយពន្លឺរស្មីត្រាស់សម្ដែងគេថាហាក់ដូចជាការសម្ដែងក្នុងទីចំពោះមុខថាភិក្ខុណាមានកិរិយានៅប្រកបដោយមេត្តាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាអ្នកនោះរមែងបាននៅព្រះនិព្វានដ៏ស្ងប់ជាគ្រឿងចូលទៅរងាប់សង្ខារហើយនៅជាសុខមនាលភិក្ខុអ្នកចូលស្ដារនៅទូគឺអត្តភាពនេះបើអ្នកស្ដារហើយរមែងដល់នៅត្រយគឺព្រះនិព្វានឆាប់ហេតុនេះចូលអ្នកកាត់រាគៈទោសៈនិងមោហៈចេញពីទីនេះទៅអ្នកនឹងបានដល់នៅព្រះនិព្វានពុំខានចូលអ្នកកាត់អោមភាគយៈសង្យោចនៈ5ផងលះបង់ឧទ្ធម្ភាគយៈសង្យោចនៈ5ចូលចម្រើនឥន្ទ្រី5តទៅទៀតផងបើអ្នកលះបង់បានហើយឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងជាប់ចម្ពាក់ទាំង5តថាគតឲ្យឈ្មោះថាជាអ្នកមានអន្លង់កន្លងផុតអស់ហើយមនាលភិក្ខុអ្នកចូលពិនិត្យចូលកុំធ្វេសប្រហែសចិត្តរបស់អ្នកចូលកុំវិលវល់ទៅរកកាមគុណវិញអ្នកកុំប្រមាទហើយកុំលេបនៅដុំលោហៈឡើយកុំឲ្យភ្លៀងឆេះហើយកន្ទុកន្ទែងថានេះជាទុកឡើយឈានមិនមានដល់បុគ្គលឥតប្រាជ្ញារីឯបញ្ញាមានដល់បុគ្គលដែលឥតឈានក្តីបញ្ញត្តិក្តីរមែងមាននៅក្នុងបុគ្គលណាបុគ្គលនោះឈ្មោះថាជាអ្នកស្ថិតនៅក្នុងទីចិត្តនៃព្រះនិព្វានសេចក្តីត្រេកអរមិនមែនជារបស់មនុស្សទេរមែងមានចំពោះតែភិក្ខុដែលចូលទៅនៅក្នុងទីស្ងប់ស្ងាត់មានចិត្តស្ងប់រងាប់ព្រោះបានឃើញនៅធម៌ដោយខ្លួនឯងភិក្ខុណាពិចារណាកើតឡើងនឹងការសូន្យទៅវិញនៃខណ្ឌទាំងឡាយក្នុងពេលណាភិក្ខុនោះរមែងមានបេតិនិងប្រមោជៈក្នុងពេលនោះបេតិនិងប្រមោជៈនោះជាអមតៈធម៌របស់អ្នកប្រាជ្ញទាំងឡាយគុណធម៌3ប្រការនេះជាការគ្រប់គ្រងនៅឥន្ទ្រីមួយសេចក្តីសន្តោសមួយនិងការសង្រួមក្នុងព្រះបដិមោក្ខមួយជាខាងដើមក្នុងព្រះនិព្វាននោះតែមានចំពោះភិក្ខុមានប្រាជ្ញាក្នុងសាសនានេះបើដូច្នោះចូលអ្នកគប់រកកល្យាណមិត្តជាអ្នកចិញ្ចឹមអាជីពប្រកបដោយត្រឹមត្រូវមិនខ្ជិលច្រអូសក៏បីជាអ្នកប្រព្រឹត្តនៅបដិសន្ធារៈក្នុងអាចារៈជាអ្នកឆ្លៀសក្នុងអាចារៈជាអ្នកមានប្រមោជៈច្រើនអ្នក
នឹងធ្វើឲ្យជាក់ច្បាស់នៅទីបំផុតនៃសេចក្តីទុក្ខមិនខានភិក្ខុ900អង្គដែលកំពុងអង្គុយស្មឹងស្មាតសាមណធម៌ក៏បានសម្រេចព្រះអរហត្តផលព្រមទាំងបដិសម្បទាញាណក្នុងពេលជាទីបញ្ចប់នៃធម៌ទេសនារបស់ព្រះអង្គហើយហោះទៅលើអាកាសទាំងអស់អង្គបានកន្លងផុតនៅផ្លូវលំបាកចំនួន120យោជន៍ហើយពោលសរសើរអំពីគុណរបស់ព្រះសម្ពុទ្ធរួចថ្វាយបង្គំទាព្រះបាទទាព្រះសាស្តា